មូលហេតុដែលជ្រូកចូលចិត្តដេកត្រាំភក់ច្រើនជាងដេកនៅលើដីរឹងវាមានមូលហេតុវិទ្យាសាស្ត្រសំខាន់ណាស់ជ្រូកកំពុងប្រើភក់ដូចជាម៉ាស៊ីនត្រជាក់ធម្មជាតិអញ្ចឹងមូលហេតុទី1ជួយបន្ថយកម្ដៅជ្រូកមានសមត្ថភាពបញ្ចេញញើសតាមស្បែកមានកម្រិតដូច្នេះពេលអាកាសធាតុក្តៅវាពិបាកបញ្ចេញកម្ដៅចេញពីខ្លួនពេលវាចូលត្រាំភក់ដែលសើមអាចជួយឲ្យរាងកាយវាត្រជាក់ជាងមុនមូលហេតុទី2ការពារពីព្រះអាទិត្យពេលភក់ជាប់នៅលើស្បែកវាអាចជួយការពារស្បែកពីពន្លឺព្រះអាទិត្យខ្លាំងបាននិយាយងាយគឺជ្រូកកំពុងលាប sunscreen ធម្មជាតិមូលហេតុទី3ការពារពីសត្វល្អិតភក់ដែលជាប់នៅលើស្បែកក៏អាចជួយការពារពីសត្វល្អិតរុយផ្សេងដែលចូលចិត្តមករំខានសត្វជ្រូកដូច្នេះកុំមើលងាយជ្រូកវាអាចបង្កើត sunscreen តាមបែបធម្មជាតិមិនដូចជំនួយយើងដែលត្រូវការ pharmacy ឬក៏ផលិតផលពិសេសដើម្បីលាបនោះឡើយ។